សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាខ្លាំងប៉ុន្តែអ្វីនៅពីក្រោយកំណើននេះនៅក្នុងវីដេអូនេះពួកយើងនឹងពិភាក្សាអំពីប្រធានបទមួយដែលមានចំណងជើងថាយោងតាមវិសាស្ត្រគណនេយ្យកំណើនតើអ្វីជាប្រភពនៃកំណើនសេដ្ឋកិច្ចកម្ពុជាអ្នកវិភាគសេដ្ឋកិច្ចបានប្រើវិធីសាស្ត្រមួយហៅថា Growth Accounting Method ដើម្បីធ្វើការស្វែងយល់វិធីសាស្ត្រនេះបានប្រាប់ថាកំណើនសេដ្ឋកិច្ចបានមកពីប្រភពសំខាន់ចំនួន3គឺកម្លាំងពលកម្មមូលធននិងកត្តាផលិតភាពសរុបឬ PFP នៅក្នុងថ្ងៃនេះយើងនឹងស្វែងយល់ថាតើកត្តាទាំង3នេះតាក់ទងគ្នាយ៉ាងដូចម្តេចដោយប្រើឧទាហរណ៍ជាក់ស្ដែងនៅក្នុងហាងកាហ្វេនិងមីនីម៉ាតមួយកន្លែងនៅទីក្រុងភ្នំពេញទោះបីជានៅក្នុងហាងតូចមួយក៏ដោយក៏យើងអាចឃើញថាសេដ្ឋកិច្ចកម្ពុជាកំពុងតែដំណើរការយ៉ាងដូចម្តេចនៅពេលដែលមនុស្សខិតខំធ្វើការវិនិយោគឆ្លាតវៃនិងប្រើបច្ចេកវិទ្យាដ៏មានភាពច្នៃប្រឌិតខ្ញុំធ្វើការជាអ្នកកាត់លុយជារៀងរាល់ថ្ងៃខ្ញុំបម្រើអតិថិជននិងបញ្ជាការទូទាត់វាហាក់ដូចជាការងារធម្មតាប៉ុន្តែសេវាកម្មល្អធ្វើឲ្យហាងរបស់យើងមានដំណើរការល្អពេលដែលមានភ្ញៀវច្រើនយើងត្រូវធ្វើការឲ្យរហ័សនិងរក្សាការងារឲ្យរលូនកម្លាំងពលកម្មសំដៅលើមនុស្សដែលកំពុងធ្វើការជំនាញពេលវេលានិងកម្លាំងរបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាមនុស្សរាប់លាននាក់ដូចជាគាត់កំពុងបម្រើការងារមិនថានៅក្នុងហាងរោងចក្រវិស័យកសិកម្មឬក៏វិស័យផ្សេងៗទៀតនេះគឺជាចលករជំរុញដល់សេដ្ឋកិច្ចកម្ពុជាជារៀងរាល់ថ្ងៃការងារធ្វើឲ្យខ្ញុំទទួលបានប្រាក់ចំណូលហើយការចំណាយរបស់ខ្ញុំក៏ធ្វើឲ្យអាជីវកម្មផ្សេងទៀតមានការរីកចម្រើនផងដែរពលកម្មកាន់តែច្រើនជំនាញកាន់តែប្រសើរហើយផលិតភាពក៏កើនឡើងផងដែរនេះបញ្ជាក់ថាកម្លាំងពលកម្មគឺជាកត្តាដែលជំរុញដល់សេដ្ឋកិច្ចកម្ពុជាខ្ញុំគឺជាម្ចាស់ហាងកាហ្វេនេះនៅពេលដែលបើកហាងកាហ្វេនេះដំបូងខ្ញុំមានទំនួលខុសត្រូវនិងហានិភ័យយ៉ាងខ្ពស់ខ្ញុំបានប្រើប្រាស់ប្រាក់សន្សំនិងឥណទានពីធនាគារដើម្បីទិញម៉ាស៊ីនកាហ្វេនេះនិងសម្ភារៈផ្សេងៗនៅក្នុងហាងដំបូងវាពិតជាពិបាកណាស់ក៏ប៉ុន្តែដោយសារម៉ាស៊ីនកាហ្វេនេះឆុងកាហ្វេឆ្ងាញ់និងរហ័សធ្វើឲ្យខ្ញុំសន្សំភ្ញៀវបានជាច្រើនធ្វើឲ្យប្រាក់ចំណូលរបស់ខ្ញុំបានកើនឡើងយ៉ាងច្រើនដូចគ្នានេះហើយគឺជាមូលធនឧបករណ៍ប្រើប្រាស់សម្ភារៈប្រើប្រាស់សម្រាប់អាគារដែលជួយជំរុញឲ្យការផលិតបានច្រើនជាងមុនទូទាំងប្រទេសកម្ពុជាការវិនិយោគលើរោងចក្រផ្លូវថ្នល់ធម្មពលក៏រាប់ថាជាការវិនិយោគលើមូលធនផងដែរការវិនិយោគបានល្អអាជីវកម្មក៏រីកចម្រើនប្រាក់ចំណូលក៏កើនឡើងហើយក៏បានជួយដល់សេដ្ឋកិច្ចជាតិទៀតផងសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកអភិវឌ្ឍបច្ចេកវិទ្យាហាងកាហ្វេនេះទើបតែចាប់ផ្ដើមប្រើប្រព័ន្ធ POS របស់ពួកយើងក្នុងពេលថ្មីៗនេះទេប្រព័ន្ធនេះគឺអាចកត់ត្រានិងតាមដានស្តុកដោយសារប្រព័ន្ធបានពីមុនពួកគាត់ត្រូវកត់ត្រាដោយដៃហើយការអនុវត្តបែបនេះគឺនាំឲ្យមានកំហុសច្រើនបច្ចុប្បន្ននេះពួកគាត់អាចប្រើប្រាស់ប្រព័ន្ធ POS របស់យើងដែលមានប្រសិទ្ធភាពខ្ពស់ជាងអាចប្រើប្រាស់ក្នុងការបម្រើអតិថិជនជាច្រើនក្នុងពេលខ្លីហើយអត់សូវមានកំហុសដូចពីមុនទេនេះហើយគឺជាឥទ្ធិពលនៃការចម្រើនកត្តាផលិតភាពសរុបការផលិតការឡើងដោយប្រើកម្លាំងពលកម្មនិងមូលធនដដែលបាតុភូតនេះកើតឡើងបានដោយសារការលូតលាស់ផ្នែកបច្ចេកវិទ្យានិងភាពច្នៃប្រឌិតដែលធ្វើឲ្យការគ្រប់គ្រងមានប្រសិទ្ធភាពជាងមុននៅទូទាំងប្រទេសកម្ពុជាអាជីវកម្មភាគច្រើនកំពុងតែប្រើប្រាស់មធ្យោបាយ Digital ទំនើបដូចជាការទូទាត់តាមរយៈប្រព័ន្ធអនឡាញនិងការ Scan QR ហើយនឹងសេវាកម្មដឹកជញ្ជូនតាមអនឡាញដើម្បីទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្មរបស់ពួកគេការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យានេះកំពុងតែកើនឡើងនៅគ្រប់ទីកន្លែងកត្តានេះបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាមួយផ្នែកធំនៅពេលដែលបច្ចេកវិទ្យាបន្តរីកស្គុះស្គាយសេដ្ឋកិច្ចទាំងមូលនឹងមានផលិតភាពខ្ពស់ជាងមុននេះហើយគឺជាអ្វីដែលជួយឲ្យការរីកចម្រើនមានស្ថិរភាពក្នុងរយៈពេលវែងក្នុងនាមខ្ញុំជាមន្ត្រីរាជការការងារចម្បងរបស់ពួកយើងគឺជួយបង្កភាពងាយស្រួលនិងគាំទ្រដល់ដំណើរការរបស់អាជីវកម្មពួកយើងក៏សាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវសាលារៀននិងប្រព័ន្ធអគ្គិសនីក្នុងប្រទេសឲ្យបានល្អមិនតែប៉ុណ្ណោះពួកយើងក៏ជួយជំរុញនិងលើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មទាំងខ្នាតតូចនិងខ្នាតមធ្យមតាមរយៈគោលនយោបាយជាតិនិងការអនុម័តច្បាប់ការមានហេដ្ឋារចនាសម្ព័ន្ធល្អធ្វើឲ្យប្រទេសមានការអភិវឌ្ឍខ្ពស់អាចធ្វើឲ្យមនុស្សមានការងារធ្វើអាចវិនិយោគនិងមាននវានុវត្តន៍ខ្ពស់នយោបាយមានប្រសិទ្ធភាពតបស្នងកត្តាទាំង3រួមគ្នាកម្លាំងពលកម្មមូលធននិងកត្តាផលិតភាពសរុបវាបង្កើតជាមូលដ្ឋានសម្រាប់ការវិវត្តសេដ្ឋកិច្ចប្រកបដោយចីរភាពគោលដៅអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាមិនពឹងផ្អែកទៅលើការរីកចម្រើនតែមួយមុខទេប៉ុន្តែវាពឹងផ្អែកទៅលើការរីកចម្រើនដោយបរិយាបន្ននៅពេលដែលយើងបង្កើនសមត្ថភាពរបស់កម្មករគាំទ្រអ្នកវិនិយោគនិងសម្របខ្លួនទៅតាមការលូតលាស់នៃបច្ចេកវិទ្យាប្រទេសកម្ពុជារបស់ពួកយើងនឹងអាចលូតលាស់មានភាពរីកចម្រើនបានតើយើងបានរៀនអ្វីខ្លះពីវីដេអូមួយនេះតើកត្តាទាំង3បានភ្ជាប់គ្នាយ៉ាងដូចម្តេចតោះមកសង្ខេបឡើងវិញវាចាប់ផ្ដើមពីកម្លាំងពលកម្មដូចជាខ្ញុំដែលខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃបន្ទាប់មកយើងវិនិយោគទៅលើឧបករណ៍ម៉ាស៊ីនដើម្បីឲ្យផលិតភាពកើនឡើងហើយអ្នកអភិវឌ្ឍបច្ចេកវិទ្យាដោយលោកខ្ញុំប្រើប្រាស់កំណត់ច្នៃប្រឌិតដើម្បីស្វែងរករបស់ទំនើបថ្មីសម្រាប់យកមកប្រើប្រាស់ទាំងអស់នេះស្ថិតនៅក្រោមការចាត់ចែងរបស់រាជរដ្ឋាភិបាលតាមរយៈហេដ្ឋារចនាសម្ព័ន្ធការអប់រំនិងគោលនយោបាយប្រកបណាស់ព
ពេលកម្លាំងពលកម្មមូលធនបច្ចេកវិទ្យានិងគោលនយោបាយធ្វើការជាមួយគ្នាវាបង្កើតជាកម្លាំងជួយជំរុញដល់កំណើនដល់សេដ្ឋកិច្ចកម្ពុជាកំណើនសេដ្ឋកិច្ចកម្ពុជាបង្កើតឡើងពីពួកយើងហើយបន្តឡើងដោយពួកយើងទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ